រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវីរៈយុទ្ធជនជួរមុខនិងប្រជាពលរដ្ឋភៀសសឹកប្រជាពលរដ្ឋភៀសសឹកដែលអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានត្រូវបានក្រសួងស្ថាប័ននិងអាជ្ញាធរពាក់ព័ន្ធសម្របសម្រួលឲ្យពួកគេត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ដោយខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះក៏ដូចជាជួយស្ដារជីវភាពរបស់ពួកគេឡើងវិញរហូតមកទល់ពេលនេះមានពលរដ្ឋភៀសសឹកសរុបជិត 93% ហើយដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញក្នុងចំណោមប្រជាពលរដ្ឋភៀសសឹកសរុបជាង 64,000 នាក់នៅសល់ប្រជាពលរដ្ឋភៀសសឹកជាង 45,000 នាក់ទៀតនៅមិនទាន់អាចវិលត្រឡប់ទៅផ្ទះបាននៅឡើយទេពួកគេក៏ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលលើជីវភាពរស់នៅបរិស្ថាននិងសុខុមាលភាពជាក់ស្ដែងពួកគេក៏បានទទួលជាបណ្ដើរនៅជំរកបណ្ដោះអាសន្នដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃតាមមធ្យោបាយការទូតដើម្បីកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរឲ្យបានច្បាស់លាស់តាមគោលការណ៍ច្បាប់អន្តរជាតិហើយដែលនឹងអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅពេលខាងមុខ